បាទសូមក្រុមសូមជម្រាបសួរតាទៅជនរបស់សកម្មផងចាំថ្ងៃនេះមកបង្ហាញក្រែមម៉ាសាជូនបងទៀតហើយសម្រាប់ក្រែមម៉ាសានេះបងតែងតែឃើញឲ្យដឹកខ្ញុំបានបង្ហាញជូនຂະຫນាតរបស់វាគឺຂະຫນាត8ប្រដៅវា1.9 ម៉ែត្រកម្ពស់វា70ស្តង់ដារតែម្ដងសម្រាប់ក្រែមម៉ាសានេះដែលខ្ញុំបានដាក់ឲ្យភ្ញៀវជាច្រើនមកហើយគឺស្តង់ដារក្នុងការផលិតពីក្រែមម៉ាសានេះចំពោះក្រងរបស់វាផ្នែកខាងក្រោមនេះគឺយើងប្រើប្រាស់នៅឈើកាសាបាទប្រភេទឈើកាសានេះគឺវាមាំទី1ទី2មេអាស៊ីហើយទី3នោះគឺប្រើប្រាស់ប្រភេទឈើកាសានេះសម្រាប់ធ្វើក្រែមម៉ាសាគឺល្អបំផុតចំបងដែលគាត់ចង់បានប្រភេទក្រែមម៉ាសាគឺយើងប្រើប្រាស់នៅឈើកាសានេះចំពោះពូករបស់យើងគឺយើងប្រើប្រភេទពូករឹងបាទរឹងសម្រាប់បងដែលគាត់ម៉ាសាគឺល្មមតែម្ដងមិនប្រើកម្លាំងដៃធ្ងន់ពេកហើយប្រភេទពណ៌វិញបងអាចជ្រើសរើសពណ៌បានថែមទៀតចំពោះក្រែមម៉ាសានេះបងតម្រូវតាមជាក់ស្ដែងបងចង់បានប្រភេទកាមញ៉ៃក៏បានសាច់កណាត់ក៏បានប្រភេទស្បែកនេះក៏បានដែរតែប្រភេទស្បែករបស់យើងនេះយើងអាចកំងបានបងអាចកំងបានតាមពណ៌តម្រូវតាមទីតាំងរបស់បងតម្រូវពណ៌បែបណាយើងធ្វើពណ៌បែបហ្នឹងឲ្យបងតែម្ដងយើងមានប៉ាន់ឲ្យបងជ្រើសរើសថែមទៀតចឹងបងដែលចង់បានប្រភេទក្រែមម៉ាសាមិនថាទម្រង់បែបណាមួយទេអាចកំងបានមួយវិញទៀតនៅផ្នែកខាងក្រោមនេះគឺយើងធ្វើប្រភេទរនាបសម្រាប់ដាក់អីវ៉ាន់អញ្ចឹងបងដែលគាត់ម៉ាសាគាត់អាចដាក់អីវ៉ាន់សម្រាប់ម៉ាសានៅផ្នែកខាងក្រោមបានថែមទៀតបងចង់បានមានបន្ថែមកែកក៏បានដែរយើងធ្វើកែកឲ្យបងតែបើសិនជាបងអត់ចង់បានកែកទេធ្វើប្រភេទលាបចេះដើម្បីងាយស្រួលអញ្ចឹងធ្វើទម្រង់បែបណាមួយដែលបងពេញចិត្តបងអាចតាក់ទងមកយើងខ្ញុំបានតម្លៃវិញគឺសមរម្យមែនទែនបងទិញកាន់តែច្រើនយើងផ្ដល់ជូនតម្លៃកាន់តែពិសេសចឹងបងមានតម្រូវការប្រភេទក្រែមម៉ាសាមិនថាម៉ូដបែបណាមួយយើងធ្វើបានទាំងអស់សម្រាប់បងដែលមានតម្រូវការប្រភេទក្រែមម៉ាសាអាចកំងបានពីខាងយើងខ្ញុំតម្លៃវិញគឺសមរម្យអាចទំនាក់ទំនងមកកាន់សកម្មខ្លួនច័ន្ទដោយផ្ទាល់ទីតាំងរបស់យើងក៏បានឬក៏ទំនាក់ទំនងតាមរយៈ Facebook Page តាក់ទងតាមរយៈលេខទូរស័ព្ទក៏បានដែរអរគុណច្រើនជម្រាបលា